ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំរៀបចំអីវ៉ាន់បាទទៅលេងខ្មែរបនចូលឆ្នាំបាទនេះគឺប្រវត្តិអាវអីហ្នឹងឯងបាទហើយយើងព្រឹកឡើងយើងរៀបចំខ្លួនហើយយើងចូលមកក្នុងម៉ាតបន្តិចហើយយើងលូកយកកាហ្វេមកកំប៉ុងដែលជារបស់ដែលយើងខ្វះមិនបានណាបងប្អូនបាទរាល់ព្រឹកគឺយើងខ្វះវាបានទេយើងយកមកកំប៉ុងមកបន្ទាប់មកហើយយើងចេញមកក្រៅវិញអង្គុយញ៉ាំកាហ្វេបានបន្តិចនេះយើង booking តាក់ស៊ីមួយបាទអញ្ចឹងគឺតាក់ស៊ីមកដល់ហើយក៏ឡើងតាក់ស៊ីបន្តទៅទៀតបាទនេះគឺជាសកម្មភាពជិះយន្តហោះបងប្អូនជិះយន្តហោះពីកូរ៉េមកវិញបាទប៉ុន្តែដោយសារតែខ្ញុំលើកដំបូងបាទអញ្ចឹងឥឡូវត្រូវអង្គុយចាំឡានក្រុងវិញម្ដងព្រោះយើងត្រូវដូរជើងពីតាក់ស៊ីបើយើងមាន3ជម្រើសដែរបងប្អូនបើយើងជិះតាក់ស៊ី direct ទៅវាអស់ថ្លៃ 6-7 ម៉ឺនទៅដល់ពលានអញ្ចឹងយើងជិះតាក់ស៊ីមកត្រឹមឡានក្រុងហើយតឡានក្រុងយើងអស់តែ 10000 ជាងទៀតទេបាទឥឡូវនេះខ្ញុំបានឡើងមកដល់លើឡានក្រុងហើយវីដេអូបន្ទាប់ខ្ញុំនឹងធ្វើពីរបៀបដកសម្បត្តិយន្តហោះនៅពលាននេះអញ្ចឹងបងប្អូនបាទសម្រាប់វីដេអូនេះបញ្ជាក់ពីខាងដើមទៅឲ្យហើយគឺអត់បានធ្វើវីដេអូណែនាំឬក៏បង្រៀនឲ្យដកសម្បត្តិយន្តហោះនៅពលាននេះទេបងប្អូនបាទដោយសារជាលើកដំបូងរបស់ខ្ញុំហើយខ្ញុំទៅតែឯងដែររៀងវល់ពេញពលានដែរបាទដាច់បាយដាច់ទឹកដែរថ្ងៃហ្នឹងបាទហើយមួយយ៉ាងនោះគឺកន្លែងដែលយើងដកសម្បត្តិអក្សរ C ដែលរាល់ដងខ្មែរយើងទៅដកដែលឮបងគាត់ប្រាប់ហ្នឹងគឺគេបិទអញ្ចឹងហើយយើងរៀងវល់បន្តិចបាទនេះគឺជាតាមផ្លូវបាទជិះឡានក្រុងពីអានសាន់បាទខ្ញុំឡើងពីអានសាន់មកហើយឆ្ពោះទៅអ៊ីនឆុនឥឡូវនេះយើងមកដល់ពលានទី1ហើយប៉ុន្តែដោយសារតែខ្ញុំគឺអត់ត្រូវឈប់នៅពលានទី1ទេពលានទី1នេះគឺសម្រាប់អ្នកដែលជិះ Sky អង្គរឬក៏អាស៊ាណាបងប្អូនបាទអញ្ចឹងគេជិះពេលព្រឹកចេញពីកូរ៉េមកដល់ខ្មែរល្ងាចតែសម្រាប់ខ្ញុំជិះយប់អញ្ចឹងខ្ញុំជិះ Korean Air បាទអញ្ចឹងខ្ញុំអត់ចុះត្រឹមហ្នឹងទេឥឡូវខ្ញុំបន្តមកទៀតហើយបាទនេះគឺមកដល់ពលានទី2ឯនេះបាទ Korean Air ហើយយើងចូលមកដល់ក្នុងពលានទី2ហើយក៏បាទនៅមានកន្លែងជាច្រើនដែលយើងធ្វើនៅក្នុងពលានទី2បាទមានឆែកវិវ៉ាន់ check in check out អីហ្នឹងប៉ុន្តែខ្ញុំអត់បានធ្វើទេព្រោះយើងរវល់ដែរគឺកន្លែងធ្វើការខ្លួនឯងដែរបាទហើយចំបញ្ចប់គឺវីដេអូឡើងមកកាន់យន្តហោះតែម្ដងបាទនេះគឺកន្លែងដើរចូលច្រកចូលយន្តហោះបាទហើយវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូពីការដកសវត្ថយន្តហោះដកអីនៅពលានដើម្បីឲ្យបងប្អូនមកយើងអត់ពិបាកប៉ុនទេយើងចូលដកខ្លួនឯងយកមកបងប្អូនវាអត់មានអីពិបាកទេបងប្អូនតែគ្រាន់ថាពេលហ្នឹងគឺខ្ញុំលើកដំបូងរបស់ខ្ញុំដែរដល់ពេលហ្នឹងយើងអត់មានអ្នកកាន់ទូរស័ព្ទធ្វើវីដេអូអញ្ចឹងបងប្អូនអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនបាយបាយ